ថ្ងៃនេះគឺសបាយអចំណាប់ណាស់បងប្អូនអើយ pre-wedding កូនស្រីរបស់ខ្ញុំម៉ូតាំងមិនស្រួលខ្លួនដោយសារពីយប់ដាក់ស្រាថ្នាំព្រឹកឡើងរត់ចារត់រៀកបងប្អូនយាយត្រង់ចានងដាច់ខ្យល់អស់មុនទូកូនក្មួយក៏ដាក់បបរមួយចានសិនចាឲ្យមានកន្លាងចាបេកញើសបន្តិចហើយនេះកូនយើងច្រើនផងរញ៉េរញ៉ៃពោពេញទៅដោយកូនខ្លួនឯង3កូនក្មួយមួយដោយសារដឹកកូនម៉ូរីនចាដល់ថ្ងៃដែលត្រូវកូនម៉ូរីនថ្ងៃច័ន្ទហើយបងប្អូនអើយចាដេញតែចាប់កូននឹងគាត់ឆ្កូតចាហើយក៏មកដល់វគ្គជីកទូចាដល់វគ្គជីកទូក៏នេះបងស្រីគាត់សុំថតជាមួយគាត់ស្រឡាញ់ចូលចើតចា fan idol ខ្ញុំចាក៏មិនបានថតជាមួយក្មួយទេវគ្គនេះក្មួយគេឡាយជីកទូក្នុងនោះទឹកអីក្នុងចាខ្ញុំមកដល់ក៏គេជីកទូបាត់ចាក៏នេះអ៊ីដែលលក់ដូរនេះក៏ fan idol ទៀតហើយកកកាអស់ឃើញខ្ញុំផ្អើលអស់ចាហើយក៏នោះចែដែលលក់មកជូនក៏តូណាមិនរួចទេមនុស្សកកកានិយាយដើមគេសັບគ្រប់នោះជាមួយគាត់ចាហើយនេះកូនយើងបងប្អូនអើយតូណាចូលមិនបានទេចាំបិទទឹកណោះហើយស្វាផងស្វាកាចផងក៏ខ្ញុំក៏នេះបងប្អូនអើយនេះឃើញមនុស្សថាមានកន្លងទេបាក់បៀអស់ដូចជាយើងដាក់ជ្រុលពីយប់ដាក់ជ្រុលមែននោះឡងរីអស់ព្រឹកឡើងចាស្រាថ្នាំតនួយក៏ឃើញតែលហិតលហៃមែនណាបងប្អូនមើលសាច់មុខបានចាលងថ្លាឆ្វង់រលោងតែម្ដងទោះបីជាដើរត្រូវកម្ដៅថ្ងៃអើយក៏អត់មានលោកខ្ទឹមក្រហមស្ដើងស្បែកមុខដែរដោយសារយើងប្រើជាមួយនឹងឈុតមុខលេមុខវីតាមីនយូរ៉ាបូអប់មុខណែតែនេះសុំផ្សាយពាណិជ្ជកម្មបន្តិចណាបងប្អូនចាដើម្បីឲ្យកូនក្មួយឬក៏ចែបងអ៊ំពូមីងឲ្យគាត់មានបញ្ហាមុនកប់សាច់មុនផ្ទុះមុខរោលខ្មៅស្អាប់មានបញ្ហាជឿមណាកុំភ្លេចជាមួយនឹងឈុតមុខយូរ៉ាបូអប់មុខល្អខ្លាំងតែម្ដងពីពាណិជ្ជកម្មហើយក៏ចូលមកដល់បងចែខាងមេកអាប់ខាងខ្ញែចាខាងសំអាងនិយាយទៅកូនក្មួយខ្ញុំត្រូវជាកូនបងស្រីជីដូនមួយរបស់ខ្ញុំយូរៀនបងប្អូនអើយនេះលក់ផលិតផលខ្ញុំគ្រប់មុខតែម្ដងចានេះល្អបងប្អូនស្អាតក៏អត់ដោយសារគេស្អាតអីគេឆាប់បានប្តីចាហើយមកមើលសកម្មភាពដែលអ៊ីយូរ៉ាណូមិនបានយូរណាបងប្អូននោះមានអាយុវ័យគ្នាមានអាទាសពទាក្របចាកំពុងតែកូនកំមុំកូនកន្លោះគេពាក់ខោអាវក៏ខ្ញុំក៏នឹមកូនមកពំពឿតគេប្រាសាទសែនចាកុំអោយមានការវាយតប់យំយាយគ្នាផ្អើលកលែងគេលក់ចាក៏នឹមកូនមួយនេះសែនចាតិចស្រឹបបងប្អូនអើយនេះអ្នក stress ចង់រីលេចអុយណាម៉ូតែប្រាសាទម៉ូចានេះម៉ូដូចអ៊ីយូរ៉ាម៉ូនេះចាប៉ុន្តែបងប្អូនម៉ូមកលេងគៀនប្រាសាទបានតិចស្រួលចាកុំអីដើរពេកដើរអាកណ្ដាលថ្ងៃត្រង់ក្តៅណាស់នេះកូនក្មួយខ្ញុំនេះកំពុងថតនេះអាពេញធឹងក្តៅប៉ុន្តែចេះសំណាងណាបងប្អូនម៉ូប៉ះថ្ងៃរៀងមេឃតិចបើប៉ះម៉ូថ្ងៃក្តៅវិញញើសជោកខ្លួនអស់នេះចានេះខ្ញុំបានថតទេកូនប្អូនខ្ញុំម្នាក់ទៀតថតអូយចាអូយបងប្អូនអើយស្អាតខ្លាំងស្អាតអត់បងប្អូនហើយកូនកន្លោះចាត្រូវជាកូនក្មួយខាងប្រុសនោះគ្នាអត់សទេបងប្អូនអើយដោយសារគ្នាធ្វើ PF ចាដល់ពេលកូនក្មួយស្រីយើងលក់គ្រឿងកោបានគេល្អល្អស់ល្អាញតែមិនធ្វើទេមនុស្សប្រុសណាបងប្អូនចាខ្មៅស្អែមចេះសង្ហាផ្ដាំនេះបើកូនក្មួយប្រុសកូនក្មួយស្រីចង់បានសាច់លេសសាច់ទឹកដោះគោសាច់គីឡូសម៉ត់សហើយត្រូវថ្ងៃអត់មានខូចស្បែកខ្លោចបែកសង្វាឡើងអាចរួយស្ដើងតសៃណាកុំភ្លេចជាមួយនឹងឈុតលេឡាវបូកលេមីវីតាមីនស្ទីមសេលនិយាយរួមមួយឈុតនេះគឺបំបុកយកសសាច់ស្អាតសសាច់ទឹកដោះគោនេះឥឡូវមកតេះឲ្យមើលនេះសៃជូណាបងប្អូនខាងលក់កាហ្វេនិយាយទៅខ្ញុំអោយលាបរយៈពេល2ខែចាសឡងសាច់ទឹកដោះគោតែម្ដងនេះតេះឲ្យមើលភ្លាមតែម្ដង